ស្រុកមងឫស្សីដីបាត់ដំបងច្រើនឆ្នាំកន្លងបងឃ្លាតចាក់ឆ្ងាយឥឡូវវិលវិញចិត្តសែនរីករាយត្រេកអរសប្បាយចង់ជួបវលាក់អូននឹកបងទេណាស្រងចរណៃរូបបងនឹកថ្លៃពុំដែលអន់អាំងក្នុងដួងចិត្តបងសង្ឃឹមជឿជាក់ថាយើងពីរនាក់ច្បាស់ជាជួបគ្នាស្នេហ៍យើងទាំងពីរជាស្នេហ៍កំសត់យើងនាំគ្នាស្បត់នៅវត្តសូរិយាថាមិនក្បត់គ្នាលុះសូនសងខាយកព្រាំងធ្វើជាកសិនសាស័យចុងពីរថយន្តទន់អងទាំងប្រាណក្រឡេកទៅស្ពានឃើញសល់តែដីទ្រូងញ័ររន្ធត់សើបាត់ស្មារតីបើមិនជួបស្រីច្បាស់ជាខ្សិនខ្សៃស្នេហ៍យើងទាំងពីរជាស្នេហ៍កំសត់យើងនាំគ្នាស្បត់នៅវត្តសូរិយាថាមិនក្បត់គ្នាលុះសូនសងខាយកព្រាំងធ្វើជាកសិនសាស័យចុងពីរថយន្តទន់អងទាំងប្រាណក្រឡេកទៅស្ពានឃើញសល់តែដីទ្រូងញ័ររន្ធត់ស្ទើរបាត់ស្មារតីបើមិនជួបស្រីច្បាស់ជាខ្សិនខ្សៃ